បងប្អូនហើយមើលធ្វើការចឹងចឹងវិញធ្វើឲ្យរួចបដៃចង់បានប្រាក់ខែប្រហែលបងប្អូននេះមើលឲ្យមកដេកយាមទឹកដោះបងប្អូនគេលួចអស់លីងដល់ថ្ងៃនេះនាំគ្នាមកបេះមើលខំយកឡានមក20-30គ្រឿងដឹកទឹកដោះទៅវិញហើយអ្នកយាមដេករហូតមានរឹងមានអីចឹងបងប្អូនមើលដេកចាំអីគ្មានមើលស្បែកជើងអ្នកយាមទឹកដោះបងប្អូនហើយមើលហើយចឹងចង់បានប្រាក់ខែច្រើនចប់ប្រមងបងប្អូនហើយខ្ញុំខំនាំមិត្តភក្តិមកបេះទឹកដោះបងប្អូនហើយមកដល់តបៀនក្នុងក្រមដើមសង្ស័យអ្នកយាមនាំគេមកបេះហូបអស់ទេអើយចឹងខ្ញុំចាស់បានអីទៀតបងប្អូនចប់ហើយមើលមុខហើយអ្នកយាមទឹកដោះសាំដល់កងបងប្អូនហើយស្ដីទៅងាកមុខចេញបងប្អូនអាយបបាក់ជួលណានេះដេកយកលុយមកមិនមែនធ្វើការយកលុយទេបងប្អូន